Ok,សួស្តីអ្នកនរគ្នាចឹងយើងចូលមេរៀនថ្មីយើងមួយទៀតជាមួយនឹងមេរៀន jQuery ចឹង jQuery នេះក៏ខ្ញុំធ្វើការច្រើនបច្ចេកដែរជាមួយនឹង web application ចឹងខ្ញុំសូមលើកខ្លះៗដែលយើងមាន experience ជាមួយនឹងវាចឹង jQuery មកដល់សម័យបច្ចុប្បន្ននេះគឺវាឡើងដល់ 3.7.1 jQuery នេះគឺមានសមត្ថភាពធ្វើច្រើនហើយវាអាចធ្វើឲ្យ website របស់យើង real time បាន jQuery គឺជា library របស់ JavaScript ដែលកើតឡើងការសរសេរចេញពី JavaScript មកហើយវាមិនជា framework ទេដោយសារវាមិនជា logic business ចឹងវាគ្រាន់តែជា library មួយដែល90% នៅលើ website គឺគេប្រើ jQuery ចឹងយើងនឹងទៅមើលតទៅនឹងការប្រើ jQuery ទាំងអស់គ្នាអញ្ចឹងខ្ញុំបង្ហាញ website ពី3 website នេះគឺជារបស់ IT ខ្មែរយើងដែលគាត់ព្យាយាមសរសេរឲ្យអញ្ចឹងយើងមាន blog ប្រភេទនេះគឺគាត់សរសេរជាភាសាខ្មែរឲ្យយើងអាចងាយយល់បានតែបើសិនជាយើងមើលទៅពេលខ្លះក៏យើងមិនអាចយល់ថាវាមិនទេត្រូវយើងអនុវត្តដោយសារនេះគាត់សរសេរជាទម្រង់ទ្រឹស្ដីឲ្យអញ្ចឹងគេសរសេរតាំងពីយូរមកហើយតាំងពីជំនាន់1ចុចអញ្ចឹងមានច្រើនគេសរសេរនេះចឹងខ្ញុំបង្ហាញអស់ហ្នឹងទៅអូខេនេះគឺមាន website មិនមែនជា website ទេជាប្រភេទវាជា blog ដែលគាត់សរសេរលើ blog របស់ WordPress blog របស់ Google ឬក៏របស់ក្រុមហ៊ុនផ្សេងដែលក្រុមផ្សេងទៀតដែលគេ allow ឲ្យយើងផុសបានសម្រាប់មើលអញ្ចឹងតែ free អញ្ចឹងគាត់ព្យាយាមសរសេរទុកចោលនៅលើហ្នឹងជា backlink ទៅបើយើង research ទៅឃើញក៏យើងអាចមើលជាទ្រឹស្ដីរបស់ពួកគាត់បានអូខេចឹងនេះអត់ចេញទេជាយើងមើលពួកគាត់នេះគាត់សរសេរឲ្យមួយហើយគាត់មានឧទាហរណ៍ដែរប៉ុន្តែការឧទាហរណ៍បែបនេះបើសិនជាយើងអត់បានមានវីដេអូអនុវត្តផ្ទាល់នៅលើ YouTube ជាភាសាខ្មែរសម្រាប់គ្នាយើងមើលទេគឺយើងអាចនឹងឆ្ងល់ថាចូលវាដំណើរការរបស់វាបែបម៉េចពិសេសបែបម៉េចគឺយើងអត់សូវជាយល់ច្បាស់ទេអញ្ចឹងខ្ញុំនឹងព្យាយាមបន្ថែមទៅលើវីដេអូដើម្បីឲ្យងាយស្រួលយល់អញ្ចឹងយើងអាចមើលបានអញ្ចឹងខ្ញុំបត់ទៅកាន់ទ្រឹស្ដីរបស់វាតិចទៅអញ្ចឹងគេសួរថាខ្ញុំសម្បាននេះទៅអញ្ចឹងគេសួរថាអ្វីទៅជា jQuery អញ្ចឹង jQuery គេប្រើប្រាស់ទៅលើប្រើប្រាស់ JavaScript 90% នៅលើ website អញ្ចឹងហើយ jQuery មិនមែនជា framework ទេហើយការ web application ហ្នឹងគឺគេប្រើ jQuery ជាទូទៅ operation មិនថាដំណើរការ develop របស់គេហ្នឹងគឺគេប្រើលក្ខណៈយទូទៅលើ website អីហ្នឹង jQuery គេប្រើបានច្រើនទម្រង់នៅចំណុចមួយទៀតគឺ easy to read syntax មានថាអារូបមន្តដែលវា call ហៅហ្នឹងវាងាយស្រួលមែនតើសម្រាប់អ្នកសរសេរខ្ញុំបើកមួយនេះចឹងទៅនេះគេ call ហៅហ្នឹងវាស្រួលទេនេះវាមានប្រភេទ selector របស់វាចឹងហើយបើយើងចេះតែម្ដងទៅគឺវាអត់ដូរទេមានថាការសរសេររបស់វាគឺនៅតែដែរទេអត់ដូរខ្លាំងរហូតដល់យើងទៅជា new language យើងពិបាករៀនទេហើយ jQuery ហ្នឹងវា support DOM operator អញ្ចឹង DOM ហ្នឹងចាំខ្ញុំបញ្យល់ក្រោយ DOM operation ហ្នឹង DOM មកយើងរៀន JavaScript ហ្នឹងអញ្ចឹងគេថាដល់អ្នកយើងបកកែយល់ពី DOM មកវាអាចសរសេរ JavaScript ដំណើរការស្រួលអញ្ចឹងមួយទៀត access web page content មានថា website content របស់យើងពេល access ទៅវាមានដំណើរការល្អអញ្ចឹងហើយនឹងcreate និង change content មានថាវាបង្កើតនឹងការផ្លាស់ប្ដូរ content ទម្រង់បែប real time វាលឿនអញ្ចឹងហើយនឹងការប្រើប្រាស់ជាមួយនឹង CSS និង HTML គឺវា work smooth មានថា work បានល្អ
nơiចំណុចមួយទៀតគឺតើតើនឹង event handling មានថាតើតើនឹង click តើតើយើង click ចេះអីចឹងហើយយើង click ចឹងយើង click ចឹងមានថាវា building understanding event ហ្មងនៅពេលចុចទៅវា building visual ចឹងវា score វាអីទាំងអស់វា support ទាំងអស់អត់ស្ទើរមានបញ្ហាទេទីនេះ event helper feature មានថា feature មួយចំនួនហ្នឹងfeature មួយចំនួនដែលទៅនឹង click ទៅនឹង hover ទៅអីហ្នឹងគឺវាពិសេសព្រោះវាដំណើរការល្អហើយ jQuery ហ្នឹង event object មានថាជាទម្រង់ object ហ្នឹងមានន័យថារបស់ហ្នឹងobject វាយើងនិយាយភាសាខ្មែរជាវត្ថុមានថាវត្ថុហ្នឹងយើងធ្វើ event ទៅលើវាមួយដូចប៊ូតុងដូចអីចឹងវាមានទម្រង់មួយវា smooth អាចងាយស្រួលប្រើប្រាស់មួយទៀតjQuery ហ្នឹងតើតើនឹង animation និង effect animation ហ្នឹងដូចទម្រង់នេះយើង hover ទៅវាវិលគឺយើងប្រើ jQuery តែ CS3 ក៏វាមាន animation ដែរតែ animation CS3 វាបច្ចុប្បន្ននឹងវាអាចល្អពីមុនវាទៅការ jQuery នឹងទៅជំនួយអញ្ចឹងហើយ jQuery នេះវាល្អក្នុងថាវាអាច support បានលើ CS3 អញ្ចឹងដូចខាងក្រោមនេះគេដាក់ cross browser អញ្ចឹង browser ទាំងអស់ឲ្យតែ jQuery គឺមានប្រសិទ្ធភាពខ្ពស់តែទៅនឹង animation effect មានតែយើង hover លើនេះអីចឹងវាដូរពណ៌ដូរអីចឹង CA ក៏ប្រើបានដែរតែអ្នកដែលគេបកកែ jQuery អាចធ្វើលើ jQuery ហើយ custom animation មានតែ animation មួយចំនួនយើងអាច custom ឲ្យវាដូចជា slide ដូចជា scroll up ដូចជាចុចប៊ូតុង toggle យើងចុចទៅវា drop ចុះ drop ឡើងឬក៏វា swipe រីករួមអីអញ្ចឹងគឺគេប្រើ jQuery នឹងហើយមួយទៀតគេផ្ដោតទៅលើនឹង Ajax operation មានថា Ajax operation ហ្នឹង Ajax ហ្នឹងនៅក្នុង jQuery ហ្នឹងឯង Ajax ហ្នឹងគឺយើងអាចធ្វើការដំណើរការជាមួយ function អាច upload អាច create content អាច change content នេះបានហើយវាមិន refresh page ទេវាលឿនលក្ខណៈ real time វា work ជាមួយនឹង data ហើយ Ajax លក្ខណៈ global event listener មានថាវាការយើងប្រើ Ajax គឺវា global វាដំណើរការជាទូទៅទាំងអស់គឺมันមានបញ្ហាទេតែតង event listener វាអញ្ចឹងគឺសួរហេតុអ្វីយើងរៀន jQuery រាល់ថ្ងៃហ្នឹងអញ្ចឹង jQuery ជាគេថាវាផ្ដោតទៅលើ productivity មានថាផ្ដោតទៅលើផលិតផលហ្នឹងហើយវាមាន like legacy មានថារបស់ចាស់ហ្នឹងច្រើនដែលយើងយល់ម្ដងទៅយើងអាចប្រើបានអញ្ចឹងអ្នកដែលគាត់យល់ពី version 1គាត់ដល់ version បច្ចុប្បន្នគឺវាធម្មតាទេអ្នកដែលគាត់ធ្លាប់សរសេរគឺគាត់ស្ទាត់តែម្ដងហើយ create support editor និង other develop tool មានថានៅក្នុង tool ជាច្រើនហ្នឹងគឺ support jQuery នឹងឯងដូច tool development ហ្នឹងដូចជាពួកនេះអញ្ចឹង VS Code អីហ្នឹងគឺវាដំណើរការ support ច្រើនជាមួយនឹង browser ជាមួយនឹងហ្នឹងហើយការ developer ហ្នឹងមានថា friendly syntax មានថា developer ហ្នឹងគាត់friendly ហ្នឹងមានថាគាត់ស្និទ្ធស្នាលជាមួយនឹង jQuery ទេដោយសារគាត់វាចេញយូរឆ្នាំមកហើយអានេះយើងអាចមើលប្រវត្តិវាបានអញ្ចឹងយើងវាចេញអាចថាខ្ញុំស្គាល់ចាប់ពី version 1មកដែរ version 1 version 2អីមកដែរអញ្ចឹងមានន័យថាវាដំណើរការបានល្អអញ្ចឹងបើយើងមើលឧទាហរណ៍ដែលគេឲ្យនៅលើ jQuery នេះឬការសេ JavaScript គឺទម្រង់បែបនេះមានថាយើងអាចដាក់ function run on load មក alter មកវានឹងយើងនឹង run browser ទៅនឹង windows.onload មកនឹង function នេះវា loading ហើយតែនៅពេលគេទៅសេ jQuery គេអត់ទៅសេអញ្ចឹងទេគឺគេដាក់តែប្រកាសដុល្លារនេះ
បង្កើតដុល្លារនេះហើយ document.read function នេះមកហើយយើងដាក់ alter អញ្ចឹងកន្លែងនេះខ្ញុំនឹងបញ្ចូលទៅលើវីដេអូក្រោយខ្ញុំសូមបញ្ចូលប៉ុណ្ណឹងតើតើនឹងការប្រើប្រាស់ jQuery នឹងខ្ញុំនឹងលម្អិតវីដេអូក្រោយតើតើនឹង DOM នេះឲ្យ